សួស្តីប្រិយមិត្តអ្នកស្ដាប់ជាទីមេត្រីលំដាប់តទៅនេះសូមបន្តស្ដាប់រឿងនាងលក្ស្មីវគ្គទី4បន្ទាប់បានស្ដាប់សັບទូនមានលក្ស្មីប្រែប្រានឈានចាកទីដើរសំដៅមករកដូនជីលើកដៃទាំងទ្វីថ្វាយបង្គំលំអោនខ្លួនទៀបក្រាបសំពះប្រណម្យដូនចាស់ឆ្លាស់អូតដំដែលបានសង្គ្រោះលួសរូបមុំចេញពីអង្គមសុំមរណាដូនជីចាប់ដៃស្រីលក្ស្មីហើយផ្គុំអញ្ជលីស្ដីវាចាបួងសួងដល់អស់រុក្ខទេវតាសូមជួយរក្សាការជន់ជីពជីវិតលក្ស្មីស្រីអាភ័ព្វឲ្យបានសុខស្ងប់គ្រប់នាទីពីថ្ងៃនេះទៅនៅដូនជីបូជាចិត្តកាយថ្វាយពុទ្ធធម៌បួងសួងរួចហើយយាយចាស់បាយនាំលក្ស្មីរេត្រេចចេញចយាត្រាសំដៅទៅភូមិកថ្ងៃជ្រេទើបមកដល់មុនមណ្ឌពភពផែនដែនជុំរើកដែលមនុស្សមានទុក្ខសោកកង្វល់ចូលមកពឹងពាក់ស្នាក់ដោះទាល់ស្វែងរកមង្គលជីវជាថ្មីក្រោយបានសាងភ្នោះលុះក្នុងធម៌
កស្មីស្រីល្អក៏សំភីសង្វាតសូត្ររៀនមានពុទ្ធធីយល់ច្បាស់អំពីនៃជីពជននាងបានក្រឡាស់ផ្លាស់ជីវន្តីឲ្យឃ្លាតចេញពីក្តីទីរុនទុកសោកទាំងឡាយកាយធ្លាប់សុនរសាយឆ្ងាយខ្លួននួននេះមលរៀងរាល់ថ្ងៃស្រីលាក់ស្មីខំសាងកុសលកម្មសន្សំផលជួយជនទុរគតផុតកង្វល់បង្កើតមង្គលដល់មនុស្សជាតិច្រើនឆ្នាំកន្លងឆ្លងផុតទៅលាក់ស្មីក៏ត្រូវនៅឃ្លៀងឃ្លាតជីវិតខិតចូលដល់ទីរៀតតាមច្បាប់ធម្មជាតិរវិតរូបរលត់សង្ខារចាកលោកីទុកនាមលាក់ស្មីថ្លៃក្រអូបឲ្យអ្នកផងស្គាល់យល់ជ័យជោគពេលបានជួបភពស្ងប់ទុកខាថ្លែងពីអង្គគ្រុឌស្មុតត្រុតវិញក្រោយបានភៀសចេញពីភារីហោះកាត់បរពតព្រៃព្រឹកសាទៅពួនអាត្មានីភ្នំមួយរស់នៅម្នាក់ឯងរែងផ្សាខ្លោចកណ្ដែងកណ្ដោចអាណោចព្រួយវ័យ
ជាជ្រេប្រែចាស់សំទោសវ័យជ្រេប្រែចាស់ខ្វះអ្នកជួយរាល់ថ្ងៃប្រឹងស្ទួយឲ្យជីវគង់កំដរវេលាជាចុងក្រោយមុននឹងខ្សោះខ្សោយធ្លួយលិចលងក្នុងវដ្តសង្សារជរីអង្គដូចថ្ងៃអស្ដងគុតផុតទៅលុះដល់ថ្ងៃមួយព្រួយណាស់គ្រុឌខ្លួនប្រាណបានស្រុតត្រុតពេកកើងើបកាយលែងរួចព្រួចមកសៅជីវិតដល់នៅផ្លូវមរណាមរណៈធ្លាក់មកភ្នែកនឹកដល់គ្រុឌចាប់រចលខ្វល់ចិនដារវើរវាយធ្លាយវេទនានឹកដល់កម្ពីគ្រាកន្លងរំពេចនោះគ្រុឌស្លុតស្មារតីមកមិនឃើញស្រីលាក់ស្មីម្ដងរឿងរ៉ាវទាំងឡាយคล้ายจมนองจងព្រលឹងគ្រុឌដុតអរាមុននឹងដាច់ខ្យល់ខ្វល់លាលោកគ្រុឌខំប្រឹងក្រោកទ្រូបកាយាលើកដៃសំពះព្រះភគវីសូមក្តីខមាទុះទាន់ផងត្បិតកាលអតីតពិតធ្លាប់បានរំលោភបំពានរៀនបងចាប់យកលាក់ស្មីស្រី
ស្នំស្នងមកខាំងឃុំក្រើមចងសេរីឲ្យនាងរស់ក្នុងទ្រង់ទុកព្រួយរហូតពេលមួយពួយដោះដៃយកនាងទៅប្រោះបោះចាកទីក្បត់ពាក្យសំដីនៃសន្យាថាស្ម័គ្រថែនាងរៀងរហូតតែទីបំផុតភូតសាវាបំផ្លាញមាតុក្រៀមនាមស្រឹងគីឲ្យរងទុក្ខាស្ទើរខ្សិនខ្សៃនៅចុងបញ្ចប់ស្ងប់ស្ងាត់ចិត្តគ្រុឌផ្ចង់គុំនិតគិតសំភីថាបើមានភ័ព្វភពជាតិថ្មីសូមមាននិស្ស័យនឹងលាក់ស្មីដើម្បីសាងគុណបុណ្យជូននាងលុបលាងបាបកម្មប្រចាំកាយបូជាជីវិតឥតសោកស្ដាយទុកនាងស្មើម្ដាយថ្វាយប្រណិប័តប្រាថ្នារួចហើយស្បើយចិនដាគ្រុឌផុតសង្ខារលាកលាខ្ចាត់ដេកស្លាប់ស្ដោកស្ដឹង នឹងបរពតរលាយរូបបាត់ស្ងាត់ចេញទៅជីវិតសត្វលោកយកដោយកម្មដែលកំរិតស្នាមដាមដិតដៅក្នុងវដ្តសង្សារចានិតនៅធម្មជាតិដំរើទៅតាមផលក្រោយពីខ្សិនខ្សៃ
ជីវីផុតវិញ្ញាណខណ្ឌគ្រុឌចុតរចលទៅចាប់ជាតិថ្មីថ្លៃសុផលជាចាប់និមលខ្វល់ប្រឹងប្រែងរស់តាមសាមាអាជីវោនៅក្បែរដងអូហូរហាញក្នុងព្រៃរបស់ជ្រោះអារែងកណ្ដូចកណ្ដែងតែឯងអង្គជួនជាថ្ងៃមួយព្រួយគុំនិតចាប់ជាភ្នើបចិត្តគិតចាចង់ស្វែងរកគូគប់ភ្ជាប់អានិសង្ឃបន្តពូជពងវងសក្កណត់គិតហើយចាប់ជាបរៀបរឹកពីស្រែកច្រៀងរកគ្នាតាមបែបបទនៃសត្វបាក់សីឆ្នៃរងគាត់ហើឆ្វែលឆ្វែងឆ្វាត់ស្កាត់រកគូមិនយូរប៉ុន្មានបានជួបចាប់ញីមួយហើឆាប់រៀបរាប់សូច្រៀងសារសងតបរាប់រើកសួរឆ្លើយឆ្លងផ្សងដូរគូកិច្ចការចាប់ញីនោះណាកាលជាតិមុនជាស្រីមានបុណ្យគុណកិរិយាធ្លាប់ជាស្នំឯកអង្គចក្រាអ្នកផងស្គាល់ថាជាលក្ខស្មីតែដោយសារគ្រុឌស្លុតឈឺចាប់មុនដាច់ខ្យល់ស្លាប់លៀកផែនដីប្រាថ្នាជួបនាង
ម្នាងដើមបីសាងគុណបុណ្យថ្វាយរំសាយទុះក្តីប្រាថ្នានោះដុះដោយផលអំណាចកុសលផ្ដល់សន្ដោសឲ្យគ្រុឌបានជួបរួបស្នេហ៍ស្មោះនឹងលាក់ស្មីនោះរស់ជាតិថ្មីជាសត្វចាប់តូចគួចដោយចិត្តភក្តីពិតពិតនឹកឈ្មោលញីក៏សាងសម្បុកទុកជាទីស្នាក់នៅអាស្រ័យរាយបន្តពូជពងវងផៅដៅស័កកុណត់ទៅតាមបែបបទកត់ក្នុងធម្មជាតិជីវិតសត្វតនិកវិលវល់ត្រាច់ចតក្នុងវត្តថ្ងៃមួយចាប់ឈ្មោលបូលប្រាប់ញីហើចេញចាក់ទីព្រៃគុំពោតទៅរកចំណីឆៃផ្គង់ផ្គត់ដំណើររងគាត់ផុតឆ្ងាយហួសរហូតទៅដល់ជលដ្ឋានមួយដែលសម្បូរដោយដើមឈូកលាស់ពាសវាលពាសកាលដាលដេដាស់ផ្ការីកស្អេកស្កះជះពីដាវចាប់ឈ្មោលក៏ចូលត្រួលរកស៊ីស្វែងចាប់ចំណីឆៃបនដើទុំរំដល់ពេលចេញដំណើរយកចំណីស្មើផ្ញើចាប់ញីជួនជាភ្លេចខ្លួនស្ងួននឹងផ្កា
ចាប់ឈ្មោលចូលជ្រើករកចំនៃស្រាប់តែជាប់កាយប្រាយមិនរួចត្បិតកំដៅថ្ងៃភាយចាំងមកញ៉ាំងផ្កាឲ្យក្តោបស្រោបក្របួចរូបចាប់ជីបព្រៀបបីដូចមានគេចងខ្នួចគួចខំក្រុងចាប់ឈ្មោលខំទ្រលដោលរើរុះក្រែងលោអាចស្ទុះរំដោះអង្គតែត្របកផ្កាបានក្តោបតោងក្រញងលើទៅរងចាំតលដល់ពេលប្រលប់យុគត្រជាទើបវាលាសាថ្មីផ្ដល់ឱកាសឲ្យចាប់ជាផុតខ្វល់ហើទៅមណ្ឌលសំបុកវិញខណៈចាប់ឈ្មោលជ្រុលខ្លួនលងជាប់ក្នុងបន្ទុំទ្រង់តូម្នេញមានភ្លើងឆេះព្រៃខ្ចាយពីពេញរីករាលដាលដេញដល់សំបុកចាប់ញីភ័យណាស់ខ្នះខ្នែងហើយឲ្យចាប់ឈ្មោលចៅរើចេញមកជួយសង្គ្រោះកូនស្ងួនពន់លើកដែលមិនអាចក្រោកហោះហើរបានតែកម្មអកុសលផលព្រឹត្តព្រេងមិនអាចបងវែងចែងដើមដានវាសនាកូនចាប់ជាបកលយានត្រូវភ្លើងឆេះប្រាន
ពីតជីបជន់ពេលចាប់ឈ្មោលវិលដល់ជុំរើកចាប់ញីទួញសោកបោកខ្លួនស្លន់ថាហេតុម្ដេចអ្នកលាក់កាយពួនមិនបងហាញខ្លួនស្ងួនតន់ពេលដែលភ្លើងកំពុងរងរោចឆេះឆ្ងាយពីទីទេសនេះក្រាស់ក្រែលស្វែងរកជំរើកជ្រើកជាខែលជួយកូនទាំងទ្វេរីផុតគ្រោះឥឡូវយឺតពេលពេកទៅហើយគ្មានសល់អ្វីឡើយធ្លួយរយរុះកូនត្រូវភ្លើងឆាបខាបយកឈ្មោះរលាយរូបអស់ខ្មោះខ្មួលខ្មៅក្រោយលឺចាប់ញីស្ដីរៀបរាប់ពីគ្រោះអភ័ព្វស្លាប់កូនផៅចាប់ឈ្មោលក្ដួលក្តុកចុកចាប់ក្ដៅស្ដាយកូនពីលពៅត្រូវភ្លើងឆេះរលាយរលត់ផុតសង្ខារស្លាប់យ៉ាងវេទនាคลายជាផេះសល់តែក្លិនឆ្ងៀមក្រៀមក្រំផ្អែសអរ៉ាស្ទើប្រេះបែកជាពីរវាហើទៅទុំយំគៀកប្រានគូគប់កលយានសង្កណត់ញីទួញសោកបោកខ្លួនស្ងួនទាំងទ្វីក្បែរភ្នក់អគីហុយហប់ហែងខណៈចាប់ឈ្មោលចូលមកចិត្តចាប់ញីញ័រចិត្តគិតម្នាក់
មានលបែងលេងបំភ័ណ្ឌលុះយល់ឆ្នោះជាក់ចាប់ញីស្រែកយំហូរទឹកភ្នែកសង្វេកខ្នាន់ចោទចាប់ឈ្មោលថាមានរុកគួនឲ្យភ្លឹកភ្លេចខ្លួនពួនផិតក្បត់ទៅមានសាហាយឆ្ងាយគ្រឹះហៀទើបមិនអាចលៀករស់រត់មកសង្គ្រោះកូនស្ងួនឲ្យផុតពីភ្លើងឆេះដុតខ្សលខ្សៃប្រាណមើលចុះលើខ្លួនពួននៅក្លិនពីដោឆ្អៅឆ្អិនមិនទាន់បានរលាយរលុបកប់ដើមដានដែលអ្នកលួចមានញៀនញីថ្មីលុះលឺគូគប់ចាប់ចោទថាវាមានសង្សារជាមួយញីចាប់ជីបកាប់បាសឆ្នះដតីចាប់ឈ្មោលមនីស្ដីពុនយល់ថាអូនអើយសុំកុំអាលខឹងក្លិនពីដោនឹងគឺបនតលរបស់បាក់ទុំផ្ទុំបនសល់លើរូបបងផ្ទាល់ដល់អីលើត្បិតកាលបងចាក់លៀកត្រាច់ចមុនព្រះទិនកក៏កំដៅហើឆ្វៀងឆ្វែលឆ្វាត់ស្កាត់ឆ្ងាយទៅក៏បានជួបនៅផ្លូវជលស័យដែលមានបទុមផ្ដុំលូតលាស់
ចេញផ្កាស្អេកស្កាស់ពីពេញទីបងក៏ចូលភ្នែករកចំណីស្រាប់តែផុងកាយជាប់ក្នុងផ្កាគ្រាព្រឹកព្រលឹមសន្សើមប្រោះផ្កាអស់ទាំងនោះស្រស់រីកលីលុះត្រូវថ្ងៃចាំងខ្លាំងកាលណាវាក្តោបស្រោបគ្នាគៀបរូបបងឲ្យជាប់នៅក្នុងទ្រង់ផ្កាមួយមិនអាចថយក្រោយព្រួយកន្លងបងត្រូវចាំដល់រសៀលឆ្លងទើបផុតសៅមកចំណងកម្មត្បិតពេលប្រលប់យប់ត្រជាក់ផ្កាចាប់ផ្ដើមភ្ញាក់លាបាក់ទុំរីកសាជាថ្មីសាយត្រសុំទើបបងរួចខំខំហើវិលមករកជំរើកជួបនឹងអូនបីបងធ្នមកូនដូចថ្ងៃម្សិលមិននឹកស្មានសោះគ្រោះអកុសលនាំយើងឲ្យដល់យល់មហន្តរាយបន្ទាប់បានស្ដាប់សັບចាប់ឈ្មោលរៀបរាប់បាច់បូលពូលបរិយាយថាក្លិនពីដោដកជាប់កាយមិនមែនក្លិនញីទីតីទេតែចាប់ជាបញីថ្លៃមិនជឿហេតុតែមានពីបុកពេជាតិមុនសុនធ្លាប់ជាប់កលគេភូតភ
ហើយទេច្រើនគ្រាអំណាចនៃបទពិសោធន៍នោះបានស្ថិតដិតដក់ល្អក់ចិនដាទោះចាប់ឈ្មោលពោលបូលវិចាពិតឥតមុសាក៏គ្មានផលចាប់ញីស្ដីប្រាប់ចាប់ឈ្មោលវិញថាកុំមនោមនិញថ្លែងពុនយល់បោកប្រាស់ក្រឡាស់លាក់កិច្ចកលខ្ញុំអាចមើលស្គាល់ដល់ពោះវៀនធម្មតាសត្វលោកជ្រៅក្នុងកាមតែងតែលាក់លៀមត្រៀមបំពេញយកភាពស្មោះត្រង់ផ្ចង់ជាស្ពានកុហកព្រៀងលៀនគ្មានមេត្តាពេលនេះរូបខ្ញុំសុំលាអ្នកចេញពីអន្តៈធ្នាក់វេរីជាតិនេះជាតិក្រោយជាតិណាសូមអស់កម្មពីរៀងរៀបទៅពូលហើយចាប់ញីលៃបាញ់ចប់ជីវិតអភ័ព្វក្នុងរន្ធដៅភ្នក់ភ្លើងឆេះងំផ្គុំកំដៅរលាយរូបទៅនៅផេះផងចាប់ឈ្មោលផ្អើលភ្ញាក់ធ្លាក់ថ្លើមក្តុកចិត្តឈឺចាប់ចុកមុខស្លេកស្លាំងពេលឃើញគូគប់ងាប់តៃហោងវាស្រែកយំងោងងងស្មារតីរៀបរាប់ភ្ជាប់រឿងប្រឹងវិចាថាអោ
សអូនសម្រេចចិត្តគិតកាត់ខ្លីបញ្ចប់ជីវិតនេះថ្លៃបវរក្រោមភ្លើងប្រច័នកាន់ដោយមកទុកបងឲ្យឈររងទុកទោសកណ្ដោចកណ្ដែងតែឯងអង្គកូនត្រូវបាត់បង់ក្នុងភ្លើងព្យុះភរិយាក៏ស្លាប់ចាប់កំហុសផ្ដន់ទាបងព្រោះគ្រោះពីដាវក្លិនផ្កាបន្ទុំរុំនឹងខ្លួនធ្វើឲ្យបងកុនចន្ទគុណធម៌រងកម្មពំទុះលុះថ្ងៃមកចិត្តដែលស្មោះសរក៏ខ្ចាយខ្ចាត់បងឈឺចាប់ណាស់ម្ចាស់ជីវិតនេះជាពាក្យពិតដិតវិបត្តិវិបយោគបោកបក់ឆក់កំចាត់ព្រលឹងបងបាត់ស្ងាត់ទៅហើយទោះជាប្រឹងរស់ក៏គ្មានន័យរស់គ្មានឆោមឆាយថ្លៃត្រានត្រើយគ្មានកូនស្ងួនភ្ងាជាពូកខ្នើយគ្មានថ្ងៃណាឡើយស្បើយទុកខាបងសុខចិត្តស្លាប់ចាប់ជាតិថ្មីស្លាប់តាមមាសថ្លៃមិត្តកន់និដ្ឋាសូមបួងសួងអស់ពួកទេវតាសូមនាំប្រាថ្នាសូមទោសជួយនាំប្រាថ្នាខ្ញុំឲ្យដល់ទីឋានក្រុមជុំនំយំរាជដែលមាន
សូមបានស្គាល់ជួបជាបនិមលយល់យាវជីបួងសួងរួចហើយស្បើយចិត្តស្ងប់ចាប់ឈ្មោលបញ្ចប់ជីវិតិនត្រីហើបោះពួយភ្លុងក្នុងភ្លើងព្រៃបូជាជីវីថ្ងៃនោះហោងបន្ទាប់ពីស្លាប់អបសានចិត្តក្នុងភ្នក់វិបត្តិដិតដោយមកចាប់ជាបឈ្មោលញីស្ពាយចំណងជួបគ្នាច្រើនដងក្នុងអនាគតពេលខ្លះជាបចាប់ជាតិថ្មីជាសត្វឈ្មោលញីថ្លៃបរិសុទ្ធកុសលផលកម្មចាំកំណត់ឲ្យមានប្រតិបត្តិចិត្តដិតគ្នាពេលខ្លះចាប់ជាតិជាមនុស្សស្លោកជីវិតជួបសុខទុកធម្មតាវិលវល់ក្នុងវងវត្តសង្សារអស់កាលវេលាជាច្រើនជាតិកើតស្លាប់ចាប់ជាតិថ្មីវិញ្ញាណទាំងទ្វីជីវ័នញាតតែងស្វែងរកគ្នាជារៀងរៀតមិនដែលរវិតឃ្លាតឃ្លាឆ្ងាយលុះចង់បញ្ចប់ភពជីពជនកុសលផលបុណ្យគុណពុនរាយបានដល់យល់សពគ្រប់បារមីទាំងពីររូបកាយคล้ายกูสนา
ស្គាល់ដល់អីលើមិនដែលអាស្រូវឬខ្នាន់គ្នារួមរស់នឹងគ្នាជាអ្នកថែធម្មៈឥតរេបែបងសំទុះធម្មៈឥតរេបែបោះបងគូនោះមិនមែនអ្នកអាយណាក្រៅពីព្រះមហាពោធិវង្សនាមវេសន្តរល្អផូផង់នឹងព្រះនាងវើមអង្គមេត្រីរឿងនាងលក្ស្មីចប់តែត្រឹមនេះសូមអរគុណ